សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿង anime ថ្មីមួយតើអ្នកទាំងអស់គ្នានឹងមានអារម្មណ៍បែបណាប្រសិនបើថ្ងៃមួយមនុស្សធម្មតាដែលកំពុងតែរស់នៅសុខៗហ្នឹងស្រាប់តែមានភ្លើងឆេះចេញពីក្នុងខ្លួនហើយប្រែទៅជាបិសាចភ្លើងដ៏កាចសាហាវភ្លាមៗនេះគឺជាពិភពលោកមួយដែលមនុស្សជាតិកំពុងរស់នៅក្នុងភាពភ័យខ្លាចនៃបាតុភូតម្យ៉ាងហៅថា spontaneous human conventions មានន័យថាបើប្រែជាខ្មែរមានន័យថាការឆេះខ្លួនឯងដោយឯងអ្នកដែលឆេះទាំងនោះត្រូវបានគេហៅថា infernals ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងពួកគេកងកម្លាំងបន្លត់អគ្គិភ័យពិសេសមួយត្រូវបានបង្កើតឡើងហើយនោះគឺជាដំណើររបស់ក្មេងប្រុសម្នាក់ដែលចង់សង្គ្រោះពិភពលោកសាច់រឿងចាប់ផ្ដើមនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងតូក្យូយើងបានឃើញតួឯករបស់យើងឈ្មោះ Shinra Kusakabe អានប្របាក់អានមែនទេអ្នកខ្ញុំនិយាយអានអីខ្ញុំអានថា Shinra កំពុងឈររងចាំរថភ្លើងភ្លាមនោះភាពជួច្របល់ក៏កើតឡើងនៅពេលដែលមានបុរសម្នាក់បានឆេះខ្លាចទៅជា Infernals នៅក្នុងរថភ្លើងមិនយូរប៉ុន្មានកងកម្លាំងពន្លត់អគ្គិភ័យពិសេសលេខ8 Company H ក៏បានមកដល់ក្នុងនោះមានលោកប្រធានក្រុម OB អនុប្រធាន Hinawa នារីសាច់ដុំ Maki និង Donchi Iris ដែលមានតួនាទីសូត្រធម៌បញ្ជូនវិញ្ញាណគណៈពេលកំពុងប្រយុទ្ធឧបករណ៍ភ្លើងមួយរៀបនឹងធ្លាក់សង្កត់ទៅលើ Donchi Iris ភ្លាមនោះ Shinra របស់យើងក៏បានបញ្ចេញភ្លើងពីបាតជើងហោះទៅជួយសង្គ្រោះនាងបានទាន់ពេលវេលាអ្វីដែលប្លែកនោះគឺមុខរបស់ Shinra បែរជាញញឹមស្ញិញគួរឲ្យខ្លាចទៅវិញតាមពិតទៅនេះមិនមែនគាត់សប្បាយចិត្តទេតែជាជំងឺម្យ៉ាងប្លែកដែលពេលគាត់ភ័យខ្លាចឬតានតឹងអ្វីមួយមុខរបស់គាត់នឹងញញឹមបែបនឹងឯងទើបគេដាក់រហស្សនាមគាត់ថាបិសាច Shinra ប្រកាសប្រាប់ក្រុមលេខ8ថាខ្ញុំគឺជាវីរបុរសខ្ញុំនឹងចូលមកក្រុមនេះចាប់ពីថ្ងៃនេះតទៅបន្ទាប់មកគាត់ក៏បានជួយកម្ចាត់ Infernal នោះដោយប្រើក្បាច់ទាត់ភ្លើងដ៏ខ្លាំងក្លារបស់គាត់បន្ទាប់ពីចប់បេសកកម្ម Shinra បានទៅដល់ទីស្នាក់ការក្រុមលេខ8នៅទីនេះយើងបានដឹងពីអតីតកាលដ៏សោកសៅរបស់គាត់កាលពី12ឆ្នាំមុនផ្ទះរបស់ Shinra ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅហេតុការណ៍នោះបានសម្លាប់ម្ដាយរបស់គាត់និងប្អូនប្រុសរបស់គាត់ឈ្មោះថា Sho ដោយសារតែ Shinra មានសមត្ថភាពបង្កើតភ្លើងពីជើងមនុស្សជុំវិញខ្លួនរួមទាំងសាច់ញាតិរបស់គាត់បានចោទប្រកាន់ថា Shinra នឹងហើយគឺជាអ្នកដុតផ្ទះសម្លាប់គ្រួសារខ្លួនឯងគេហៅគាត់ថាបិសាចសម្លាប់ម្ដាយប៉ុន្តែការពិតនៅក្នុងចិត្ត Shinra គឺផ្សេងនៅយប់កើតហេតុនោះគាត់បានឃើញស្រមោលខ្មៅឬបិសាចផ្សេងមួយទៀតនៅក្នុងផ្ទះនៅក្នុងភ្លើងដូច្នេះហើយទើបគាត់ចូលធ្វើជាអ្នកពន្លត់អគ្គិភ័យដើម្បីតាមរកឃាតករពិតនិងដើម្បីក្លាយទៅជា hero ដែលអាចការពារអ្នកដទៃបានដោយពាក្យសន្យាជាមួយម្ដាយរបស់គាត់នៅយុគនោះសារ៉ែនអាសន្នបានពន្លឺឡើងមាន Infernal ម្នាក់បានលេចខ្លួននៅរោងចក្រមួយក្រុមលេខ8បញ្ញាប់ចេញដំណើរភ្លាមនៅពេលទៅដល់ពួកគេឃើញបុរសម្នាក់កំពុងយំសោកយ៉ាងខ្លាំងព្រោះ Infernal នោះគឺជាប្រពន្ធរបស់គាត់ត្រង់នេះមានចំណុចពិសេសមួយ Shinra បំរុងទៅដកអាវុធចេញមកត្រៀមប្រយុទ្ធប៉ុន្តែត្រូវបានប្រធានក្រុម OB ខាត់នឹងស្ដីឲ្យ OB ប្រាប់ថាគុំបញ្ចេញអាវុធនៅចំពោះមុខសាច់ញាតិជនរងគ្រោះ Infernal នោះធ្លាប់ជាមនុស្សនិងជាប្រពន្ធគេជាម្ដាយគេផងយើងត្រូវគោរពនឹងការឈឺចាប់របស់ពួកគេផងដែរយើងមកនេះដើម្បីសង្គ្រោះវិញ្ញាណមិនមែនមកសម្លាប់សត្វធាតុនោះទេសម្ដីនេះធ្វើឲ្យ Shinra ភ្ញាក់រលឹកនិងគោរព OB យ៉ាងខ្លាំងចាប់ផ្ដើមការប្រយុទ្ធ Shinra បានសម្រេចចិត្តថាគាត់នឹងរំដោះវិញ្ញាណស្ត្រីម្នាក់នោះឲ្យបានឆាប់បំផុតដើម្បីកុំឲ្យគាត់រងទុក្ខតទៅទៀត Shinra បានប្រើសមត្ថភាព Devil Footprints របស់គាត់ហោះឡើងទៅលើអាកាសបង្កើតកម្លាំងពុះដ៏ខ្លាំង
ហើយទម្លាក់ខ្លួនមកទាត់ Jon Snow បេះដូងរបស់ Inferno នោះតែម្នាក់តែមួយជើងធ្វើឲ្យនាងទៅកាន់សុគតិភពបានសម្រេច Donji Iris បានពោលពាក្យ Latoms ដូចជាពាក្យថា Amens ដើម្បីជូនដំណើរវិញ្ញាណក្ខន្ធក្រោយបញ្ចប់បេសកកម្មបុរសជាប្តីបានមកអរគុណក្រុមលេខ8ដែលបានជួយសង្គ្រោះវិញ្ញាណប្រពន្ធគាត់នៅពេលនោះ Shinra មិនបានញញឹមបែបបិសាចដូចរាល់ដងទេតែគាត់ញញឹមបែបសប្បាយចិត្តពិតប្រាកដពួកគាត់មានអារម្មណ៍ថាខ្លួនឯងបានធ្វើរឿងល្អៗហើយសរុបភាគទី1នេះគឺជាការចាប់ផ្ដើមដ៏អស្ចារ្យយើងស្គាល់តួអង្គឯកដែលមានអតីតកាលឈឺចាប់ប៉ុន្តែមានចិត្តក្លាហានតើ Shinra នឹងអាចរកឃើញឃាតករដែលសម្លាប់គ្រួសាររបស់គាត់ឃើញដែរឬទេតើក្រុមលេខ8នឹងជួបឧបសគ្គអ្វីទៀតចាំតាមដានភាគក្រោយទាំងអស់គ្នាណាបើពេញចិត្តការសម្រាយនេះកុំភ្លេចចុច like និង subscribe ផងណាជួបគ្នានៅវីដេអូក្រោយអរគុណ